កាត់លុយបងប្អូនកូនញ៉ាំញ៉ាំអេមអត់ថាមានអីគេខ្លះនៅក្នុងអូឥឡូវយើងបន្តិចនេះខ្វះលុយថែមទៅថែមលុយទៀតថាអាហ្នឹងតាក់ទាញផ្សែងគឺតាក់ទាញខ្លាំងហ្មងស្បីតែនៅជម្រាបសួរពុកម៉ែបងប្អូនអស់គ្នាថ្ងៃនេះខ្ញុំមានលុយ10000រៀលហើយឥឡូវនេះខ្ញុំនៅវងមូលអប្សរានៅផ្លូវសុកសមិទ្ធហ្នឹងទេហើយឥឡូវនេះខ្ញុំយកលុយ10000រៀលទៅដើរទិញនៅក្នុងផ្សាររាត្រីនៅក្នុងផ្លូវសុកសមិទ្ធហ្នឹងខ្ញុំ10000រៀលនេះខ្ញុំទិញអីគេបានខ្លះអូខេបងប្អូនអស់គ្នាអូខេបងប្អូនដោយសារផ្សាររាត្រីហ្នឹងគឺយប់មិនមានមនុស្សដោយសារខ្ញុំអត់បានទិញចូលផ្សាររាត្រីទេឥឡូវនេះខ្ញុំដើរទិញតាមផ្លូវសិនបងប្អូនហើយខ្ញុំអត់បានទិញទាំងអស់បងប្អូនខ្ញុំដើរមើលហើយខ្ញុំទិញតែចោះតែមួយទេភាសាលុយយើងមានតិចមានតែ10000ទេណាហើយអាណាមួយមេឃថ្ងៃនេះដូចអត់សូវអំណោយផសអស់ចឹងយើងដើរទៅមើលអស់គ្នាថាមានអីគេខ្លះនៅក្នុងតាមផ្លូវ60ម៉ែត្រនេះហើយខ្ញុំត្រូវទិញគេខ្លះហើយចំណាយអស់ប្រហែលអូខេបងប្អូនឥឡូវខ្ញុំឃើញលក់ផ្លែឈើតែខ្ញុំអត់ទាន់ដឹងថាខ្ញុំត្រូវទិញអីអត់ទេខ្ញុំទៅដើរទៅមើលសិនបើខ្ញុំត្រូវទិញគឺខ្ញុំទិញខ្ញុំអត់ត្រូវទិញគឺខ្ញុំអត់ទាន់ទិញទេព្រោះថាខ្ញុំដើរមើលសិនព្រោះវាច្រើនពេកបងប្អូននេះលុយយើងមានតែ10000រៀលទេឃុំនេះខ្ញុំអត់ដឹងម្ចាស់គេនៅណាទេមិនដឹងថាឃុំធម្មជាតិឬក៏ឃុំគេចិញ្ចឹមទេអូនេះផ្សែងល្អម៉េះអូនេះរបស់ខ្ញុំចូលចិត្តបងប្អូននេះអានេះហៅសាច់ក្រកអីបងអានោះមកជាកាប់ប៉ុន្មានបងកាប់1000អូខេឥឡូវខ្ញុំយកឥឡូវនេះគេយកឲ្យបងប្អូនឥឡូវខ្ញុំយកតែ3ចង្កានេះខ្ញុំឲ្យកាត់អាំងឲ្យបាទនេះគេមកគេប៉ាអស់ហើយនេះគឺគេមកដាច់អស់ហើយកាត់អាំងគេសិនអញ្ចឹងអ៊ីចាំខ្ញុំមកយកវិញបងថៃអូខេបងឥឡូវបងប្អូនបងបណ្ដោយគ្រីមហើយឈើគាត់តែឥឡូវខ្ញុំមានតែ10000នេះអត់ដឹងថាទៅទិញអីគេខ្លះអានេះ1គីឡូប៉ុន្មានបងនេះ1គីឡូប៉ុន្មាននេះមក10000បាន1គីឡូបាន1គីឡូបងម៉ែអានេះអីបានប៉ុន្មានបងអានេះ12000បាត់ហើយអូឥឡូវយើងបន្តិចនេះខ្វះលុយថែមទៅថែមលុយទៀតមានតែ10000សាមកសាមកឥឡូវខ្ញុំសុំចែកឯងបានអត់សាមកខ្ញុំសុំចែកបានអត់ខ្ញុំសុំចែកយកតែ4000ព្រោះថាខ្ញុំមានតែ10000ត្រូវដើរទិញទេបងអញ្ចឹងយើងចំណាយអស់5000ណាអរគុណច្រើនអញ្ចឹងសល់តែ5000ទេຕົកឌឺទៀតតែខ្ញុំអត់បានទិញទេបងប្អូនព្រោះសាខ្ញុំសល់លុយតែ5000ទេហើយខ្ញុំកក់សិកគោគេ3ចង្កាទៀតអញ្ចឹងខ្ញុំសល់តែ2000ខ្មែរទេអ៊ំពោតមួយប៉ុន្មានអ៊ំ1000អូខេអ៊ំឥឡូវខ្ញុំទិញជួយទិញពោតអ៊ំ2អ៊ំអញ្ចឹងខ្ញុំបានពោត2ទៀតហើយអស់លុយហើយណាអស់លុយលេងហើយឥឡូវខ្ញុំបាន2មុខសំ1មុខទៀតគឺសាច់ក្រកអាំងតែឥឡូវខ្ញុំមិនបានទៅយកទេឥឡូវខ្ញុំដើរមើលសិនព្រោះអស់លុយបានត្រឹមដើរមើលទេអស់លុយវាចំណាយ10000អស់ហើយឥឡូវនេះខ្ញុំទិញបានតែ3មុខទេគឺអស់លុយហើយឥឡូវខ្ញុំបាន2មុខអីនៅសល់តែមុខទៀតសាច់ក្រកខ្ញុំទៅទីបាទឥឡូវខ្ញុំបានហើយឥឡូវខ្ញុំសល់ថា3000នេះគឺប្រហែលទិញប្រហិតគឺប្រហែលហ្មងអានេះហាសាច់ក្រកនេះមិនប្រហិតទេសាច់ក្រកមើលទៅតំណងផ្សែងឡើងងឹតឈឹងហ្មងអានេះហៅគេបងហៅសាច់ក្រកអាកាំងមែនអីស្គាល់ខ្មែរយើងទេអូសាច់ក្រកស្វាគោខ្មែរយើងឯងមិនមែនសាច់ក្រកអាកាំងណាតែពិតទៅនៅតាក់ទីថាផ្សែងខ្ញុំមុំចង្អៅខ្ញុំឃើញផ្សែងហុយពេញតំណងតាក់ទីថាផ្សែងបាទតែពេលម្ដងគឺផ្សែងមែនផ្សែងដូចការពិតមែនចុះអត់ចង់ចុះណាផ្សែងកប់ស្រីរីចង់និយាយថាអាហ្នឹងតាក់ទាញផ្សែងគឺតាក់ទាញខ្លាំងហ្មងស្បីតែនៅវងមូលក៏មើលឃើញថាផ្សែងហ្នឹងដែរខ្ញុំអត់បានមានលុយទិញទេព្រោះទិញលុយអស់ហើយ10000អត់ទិញបាន3មុខអីឥឡូវសុំភ្លក់មួយចាប់បាក់បានឃើញហងអានេះខ្ញុំបាន3មុខទេគឺហូបទី1គឺសាច់ក្រកហើយទី2គឺសាវម៉ាវកន្លះគីឡូហើយនឹងចុងក្រោយគេទាំងអស់គឺបានពោតតែ2ទេពោតនឹងធូរថ្លៃ1000ថ្លៃជាងគេគឺសាវម៉ាវនឹងគឺកន្លះគីឡូអស់5000បាទចឹងយើងភ្លក់មីម្នាក់មុនគេឥឡូវខ្ញុំភ្លក់សាវម៉ាវមុនគេហ្មងព្រោះសាវម៉ាវវាថ្លៃជាងគេនេះ5000កន្លះគីឡូឥឡូវយើងសាក់ភ្លក់សាវម៉ាវមុនដំបូងគេអស់គេយើងភ្លក់សាវម៉ាវមួយសិនអត់អីទេអត់មែនហងឯបងប្អូនម្លេះមកស្អុយមិញអត់មិនស្អុយហងនៅពួកសាវម៉ាវហើយខ្ញុំភ្លក់ឥឡូវឲ្យកាមេរ៉ាខ្ញុំភ្លក់ម្ដងឥឡូវខ្ញុំភ្លក់មិញហើយអស់មួយហើយឥឡូវកាមេរ៉ាភ្លក់មួយមើលផ្អែមអត់ឥឡូវខ្ញុំភ្លក់ពោតហើយខ្ញុំអុយកាច់សាវម៉ាវគាត់ភ្លក់ឲ្យខ្ញុំភ្លក់ពោតវិញនេះពោតខ្មែររបស់យើងហ្មងហើយយើងខ្ចីពេកពោតហ្នឹងវាខ្ចីពេកហ្នឹងវាអត់ទាន់ដាក់ក្របពេញទាំងអស់ហើយកក់គោខ្មែរយើងទេអូអានេះគេមានជ្រក់អីទេបងប្អូន
ngọ bán mua nhưng mà là cái đã chua ói lên nó cái đã chua ói này mình tay mình đây bọc kia ở trên mặt chọc mà em là sạp luôn nè ngon khát lưới không ông này có nhanh em khát lưới không khát lưới à chắc mà muốn bay một ngày đấy cứ trong ban ta mà mưa ngày đấy ban tập bay một kinh tế nhưng mà ông ôn chắc đang là ngay mức trong một mươi giờ tính này nhà tiết mình chăm ăn không ai cầm lấy cái cái mà nhưng mà lại mới hóng mình sẽ ăn vâng ở con lan bye bye trong video rồi